ជួបមកសារឿននិងសួស្តីមិត្តភក្តិទាំងអស់គ្នានេះខ្ញុំឈ្មោះសំសុមីតំណាងឲ្យក្រុមទី3ឡើងមកបកស្រាយប្រភេទវិញ្ញាសាអក្សរសាស្ត្រខ្មែរធ្លាប់ចេញប្រឡងបាក់ឌុបឆ្នាំ2016មតិប្រធានមតិមួយពោលថាអត្ថបទអក្សរសិល្ប៍មានគោលដៅអប់រំមនុស្សឲ្យចេះដោះស្រាយបញ្ហាចូលបកស្រាយពន្យល់ដោយលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់គម្រោងតែងចែកចេញជា3គឺសេចក្តីផ្ដើមចូលសេចក្តីនិងសេចក្តីបញ្ចប់សេចក្តីផ្ដើមមាន3ចំណុចមានដូចជាលំនាំបញ្ហាចំនួនបញ្ហានិងចំណុចបញ្ហាចំនួនបញ្ហាគឺយើងនិយាយតាក់ទងទៅនឹងគំមតិរបស់ប្រធានឬឯចំនួនបញ្ហាគឺយើងលើកយកនៅមតិរបស់ប្រធានមកដាក់ចំណុចបញ្ហាវិញចំណុចបញ្ហាគឺយើងនិយាយគឺយើងចោទសួរទៅលើមតិរបស់ប្រធានទី2ខចូលមកដល់តួសេចក្តីវាមាន5ចំណុចគឺពន្យល់នៃពាក្យកន្លឹះពន្យល់ឃ្លាចប់សេចក្តីពន្យល់នៃពាក្យកន្លឹះពន្យល់នៃប្រធានបកស្រាយប្រធាននិងសរុបសេចក្តីឃ្លាចប់សេចក្តីយើងប្រើដើម្បីជាប់ពីតួសេចក្តីទៅកាន់សេចក្តីផ្ដើមពន្យល់នៃពាក្យកន្លឹះយើងត្រូវពន្យល់នៃរបស់ពាក្យកន្លឹះណាដែលយើងគិតថាសំខាន់ដូចជាពាក្យអក្សរសិល្ប៍ជាកម្រងអត្ថបទដែលចងក្រងឡើងនៅរឿងរ៉ាវហេតុការណ៍ព្រឹត្តិការណ៍ផ្សេងៗដែលកើតមាននៅក្នុងសង្គមប្រកបដោយសិលវិធីរបស់អ្នកនិពន្ធគោលដៅមានន័យថាគោលបំណងទិសដៅការតម្រង់ទៅរកអប់រំសំដៅទៅលើពាក្យទូមានព្រានប្រដៅបង្ហាត់បង្ហាញការករំលឹកហ្វឹកហាត់ទៅរកភាពល្អរីឯបញ្ហាសំដៅទៅលើឧបសគ្គរឿងរ៉ាវរាំងស្ទះសេចក្តីជាចំណោទឡើងយើងចូលមកដល់ពន្យល់នៃប្រធានយើងត្រូវពន្យល់នៅមតិរបស់ប្រធានដើម្បីឲ្យអ្នកស្ដាប់បានយល់នឹងអត្ថន័យនៃមតិរបស់ប្រធានដូច្នេះទស្សនៈប្រធានមានន័យថាប្រកម្រងអត្ថបទដែលចងក្រងឡើងនៅរឿងរ៉ាវហេតុការណ៍ផ្សេងៗនៅក្នុងសង្គមលោកអ្នកនិពន្ធតែងតែបង្កប់នៅគោលបំណងនិងទិសដៅក្នុងការទូមានព្រានប្រដៅបង្ហាត់បង្ហាញឲ្យមនុស្សចេះដោះស្រាយបញ្ហាចេះដោះស្រាយរាល់ឧបសគ្គរឿងរ៉ាវរាំងស្ទះដែលអាចកើតមាននៅចំពោះមុខបន្តមកទៀតយើងនិយាយអំពីការបកស្រាយប្រធានគឺយើងត្រូវនិយាយបកស្រាយអំពីគំនិតរបស់ប្រធានគំនិតសំខាន់របស់ប្រធានដោយប្រធានអត្ថបទអក្សរសិល្ប៍មានគោលដៅអប់រំមនុស្សឲ្យចេះដោះស្រាយបញ្ហាដូច្នេះដំបូងយើងត្រូវនិយាយអំពីរូបភាពនៃបញ្ហាដែលមនុស្សតែងតែជួបប្រទះសពថ្ងៃមានដូចជាទី1បញ្ហាធម្មជាតិមានដូចជាបញ្ហាទឹកជំនន់ខ្យល់ព្យុះគ្រោះរាំងស្ងួតកម្ដៅហួតហែងរំលាក់សូន្យដីបន្តមកទៀតបញ្ហាសង្គមមនុស្សមានបញ្ហាភាពក្រីក្របញ្ហាសុភមង្គលបញ្ហាសិទ្ធិសេរីភាពការជិះជាន់ការកេងប្រវ័ញ្ចបញ្ហាស្នេហាការលោភលន់ភាពអយុត្តិធម៌បញ្ហាជីវភាពមុខរបរទី2វិធីដោះស្រាយបញ្ហារាល់បញ្ហាដែលមាននៅក្នុងសង្គមមនុស្សគ្រប់រូបតែងតែស្វែងរកដំណោះស្រាយដូចជាមានប្រាជ្ញាឈ្លាសវៃភាពអត់ធ្មត់ចេះតស៊ូឧស្សាហ៍ព្យាយាមត្រូវមានវិចារណាវិភាគអង្គអាចក្លាហានអធ្យាស្រ័យគ្រប់រូបសាមគ្គីលះបង់ប្រយោជន៍ផ្ទាល់ខ្លួនបន្តមកយើងនិយាយអំពីអក្សរសិល្ប៍ទី1អក្សរសិល្ប៍ប្រជាប្រិយគឺអក្សរសិល្ប៍រឿងអ្នកតាទឹកអ្នកតាភ្នំដោយរឿងអ្នកតាទឹកអ្នកតាភ្នំប្រជាជនព្រមទាំងសត្វបានជួបនឹងគ្រោះទឹកជំនន់ផ្សេងគ្រោះទឹកជំនន់ជាច្រើនតែធ្វើឲ្យពួកគេលិចលង់ប៉ុន្តែដំណោះស្រាយគឺប្រជាជនទាំងអស់បាននាំគ្នារត់ឡើងទៅលើទីទួលខ្ពស់និងភ្នំដែលធ្វើឲ្យពួកគេរួចជីវិតពីគ្រោះទឹកជំនន់ទី2រឿងធនជ័យគឺនិយាយអំពីតួអង្គធនជ័យដែលត្រូវបានសេដ្ឋីស្ដេចព្រមទាំងមន្ត្រីរបស់ស្ដេចធ្វើការជិះជាន់កេងប្រវ័ញ្ចប៉ុន្តែធនជ័យមិនបានចោះចាញ់នឹងការគៀបសង្កត់នោះទេធនជ័យបានប្រើប្រាស់ប្រាជ្ញាដើម្បីតទល់នឹងការគៀបសង្កត់មួយនោះរហូតធនជ័យទទួលបានជោគជ័យអក្សរសិល្ប៍បុរាណគឺរឿងរាមកេរ្តិ៍គឺបាននិយាយអំពីការដណ្ដើមនៃសម្បត្តិរបស់តួអង្គនាងកៃកេសីជាមួយនឹងព្រះបាទទសរថដោយព្រះបាទទសរថចង់ឲ្យព្រះរាមឡើងគ្រងរាជ្យបន្តពីទ្រង់តាមគម្លាតរំលោភប្រពៃណីកូនច្បងឡើងសោយរាជ្យប៉ុន្តែនាងកៃកេសីមិនព្រមដោយលើកយកពាក្យសន្យាដែលព្រះបាទទសរថបានសន្យាថាឲ្យព្រះភិរុតដើរធ្វើជាស្ដេចដំណោះស្រាយគឺព្រះរាមសុខចិត្តឲ្យនាងកៃកេសីនិរទេសព្រះអង្គចេញពីនគររយៈពេល14ឆ្នាំដើម្បីទៅរស់នៅក្នុងព្រៃប្រកបដោយសន្តិភាពដោយមិនមានការប្រើប្រាស់អំពើហិង្សារឿងប្រវេសន្តរបាននិយាយអំពីតួអង្គបាននិយាយអំពីជីវភាពរបស់ប្រជាជន
ការប្រកបមុខរបរដោយអ្នកស្រុកស្រីវិរិយមានជីវភាពក្រីក្រលំបាកខ្វះមុខខ្វះក្រោយប៉ុន្តែដំណោះស្រាយគឺព្រះបាទគឺព្រះវេស្សន្តរបានធ្វើការដាក់ទានជាគ្រឿងសម្ភារៈនិងទ្រព្យសម្បត្តិផ្សេងៗដល់ប្រជាជនដើម្បីឲ្យពួកគេអាចរស់នៅប្រកបដោយសេចក្តីសុខអក្សរសិល្ប៍ចំណែកឯអក្សរសិល្ប៍ទំនើបវិញគឺរឿងទុំទាវបាននិយាយអំពីការបញ្ហាស្នេហានិងបញ្ហាបសិទ្ធិសេរីភាពក្នុងការរើសគូស្រកររវាងទុំនិងទាវដោយម្ដាយទាវតែងតែបំបែកទុំនិងទាវមិនឲ្យបានរស់នៅជាមួយគ្នាដំណោះស្រាយគឺទុំនិងទាវត្រូវបានព្រះបាទរាមារៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យពួកគេទាំងពីរបានរស់នៅជាមួយគ្នាចំណែកឯរឿងកុលាបៃលិនវិញតួអង្គចៅចិត្រដែលជាមនុស្សជួបនៅបញ្ហាភាពក្រីក្រលំបាកនិងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃប៉ុន្តែចៅចិត្រមិនបានបោះបង់ចោលឡើយគឺព្រមតស៊ូនឹងព្រមលិខិតដែលបានចារមកដោយចៅចិត្របានទៅធ្វើការនៅផ្ទះលោករតនសម្បត្តិដោយចៅចិត្រមានសេចក្តីព្យាយាមតស៊ូអត់ធ្មត់ទៅធ្វើឲ្យលោករតនសម្បត្តិពេញចិត្តនិងព្រមលើកនាងខុននារីឲ្យទៅចៅចិត្រព្រមទាំងប្រគល់បញ្ជីត្បូងឲ្យទៅចៅចិត្រជាអ្នកគ្រប់គ្រងថែមទៀតផងសរុបសេចក្តីគឺយើងនិយាយសរុបនៅគំនិតសំខាន់របស់ប្រធានទាំងអស់ដែលយើងបានធ្វើការបកស្រាយនៅខាងលើបន្តមកទៀតយើងចូលដល់បញ្ចប់សេចក្តីពីចំណុចគឺរង្វេចតម្លៃប្រធាននិងយោបល់ផ្ទាល់ខ្លួនរង្វេចតម្លៃប្រធានគឺយើងត្រូវនិយាយអំពីមតិឬទស្សនៈរបស់ប្រធានដែលផ្ដល់តម្លៃអប់រំមកដល់យើងយ៉ាងជ្រាលជ្រៅយោបល់ផ្ទាល់ខ្លួនគឺយើងនិយាយអំពីមតិឬគំនិតដែលយើងចង់បន្ថែមនិងមានអត្ថន័យត្រឹមត្រូវនិងល្អសម្រាប់យើងនិងសង្គមជាតិចុងក្រោយខ្ញុំក៏សូមអរគុណដល់លោកគ្រូម៉ងសរឿននិងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានចំណាយការស្ដាប់នៅវីដេអូរបស់ខ្ញុំ